បានបំពេញបំណងនិងសម្រេចក្តីសម័យរបស់ព្រះអង្គម្ចាស់ឆាតហើយថ្ងៃនេះគឺបានមកដល់ពុទ្ធកាយានៃមានសេចក្តីសោមនស្សរីករាយខ្លាំងមែនទែនយ៉ាងហោចណាស់មួយជីវិតក៏បានមកដល់ដែនដីព្រះម្ដងដែរបងប្អូនសារតែលើកទី1ដែលម្ដេចបានមកដល់ខាងប្រទេសឥណ្ឌាការធ្វើដំណើរពេលម្ដេចចេញពីខ្មែរទៅគឺម្ដេចត្រូវសម្រាប់នៅខាងប្រទេសថៃមួយយប់ដល់ពេលស្អែកឡើងបានម្ដេចហោះទៅខាងប្រទេសឥណ្ឌាបងប្អូនការហោះគឺរយៈពេលសរុបទៅខ្ទង់4ម៉ោងជាងបន្តិចទោះរវល់យ៉ាងណាក៏ដោយហត់នៅយ៉ាងណាក៏ដោយម្ដេចក៏អត់ភ្លេចក្នុងការព្យាយាមថែស្បែកមុខបន្ថែមតង់ទៀតដែរបងប្អូនដល់គ្នាឈុតមុខ SDS នេះហើយដែលជួយធ្វើស្បែកមុខរបស់ម្ដេចបានស្អាតភ្លឺដោយរាល់ថ្ងៃនេះពីព្រោះពីមុនណាស្បែកមុខម្ដេចឡើងក្រៀមខ្មៅហើយរោចំនៅកន្លែងច្រមុះទៀតពេលដែលម្ដេចព្យាយាមក្នុងការថែពីមួយថ្ងៃទៅមួយថ្ងៃឃើញថាស្បែកមុខរបស់ម្ដេចប្រសើរឡើងម្ដងតិចម្ដេចសប្បាយចិត្តខ្លាំងមែនតើអញ្ចឹងហើយចង់ចែករំលែកបងប្អូនមានបញ្ហាស្បែកមុខដូចម្ដេចណាអ្នកគ្នាកុំភ្លេចព្យាយាមក្នុងការប្រើឬក៏អ្នកគាត់មានបញ្ហាអាចរោយជាប់បើសិនជាមានពេលវេលាឥឡូវថែបានបងប្អូនអ្នកគ្នាគួរតែបញ្ញាប់ចាប់ផ្ដើមថែស្បែកមុខពីឥឡូវទៅកុំឲ្យពេលមានបញ្ហាធ្ងន់ធ្ងរជាងនឹងទៀតយើងពិបាករកផលិតផលមកប្រើ promotion discount ពិសេសជាមួយនឹងឈុតមុខបៃតង ingredient ថ្មីស៊េរីថ្មីមួយឈុតមាន foam មាន serum មាន solution cream មួយឈុតតម្លៃ$48ចុះ discount 50% ជូនបងប្អូនអ្នកគ្នាចានៅសល់មួយឈុតត្រឹមតែ$24តែប៉ុណ្ណោះសេវាដឹក$2ទៀតអស់$26បើសិនជាបងប្អូនអត់ចង់អស់សេវាដឹកទេបងប្អូនអ្នកគ្នាយក2ឈុតឲ្យហើយទៅតមាន promotion discount ពិសេស2ឈុត$48 free សេវាដឹកជូនបងប្អូនអ្នកគ្នាទាំងនៅភ្នំពេញទាំងនៅតាមខេត្តចំណេញខ្លាំងមែនតែម្ដងដូចទិញមួយឈុតបានថែមមួយឈុត2ឈុត48 free ដឹកបងប្អូនអ្នកគ្នារស់រាន់ឲ្យលឿនឡើងណាតមាន promotion នៅក្នុងចាយើង promotion 50%នេះតែមួយរយៈរហូតតអស់ពី stock ចាស់បើសិនជាអស់ stock ចាស់ហើយបងប្អូនអ្នកគ្នាលេងមាន promotion 50% អញ្ចឹងបញ្ញាប់ស្រករស់រាន់ទិញមុនកំងមុនបានស្បែកមុខស្អាតមុនណាបងប្អូនបើចាប់អារម្មណ៍ហើយចង់កំងកុំភ្លេចឆាតចូលក្នុង page ខាងលើណាបងប្អូនអ្នកគ្នាចង់តាំងអារម្មណ៍បងប្អូនទាំងអស់គ្នាដែលបានទៅដល់ខាងពុទ្ធកាយាបងប្អូនអ្នកគ្នាមានអារម្មណ៍ជ្រះថ្លាបែបណាខ្លះដែរបងប្អូនអ្នកដែលធ្លាប់បានទៅកុំភ្លេចជួយ comment ម្នាក់មួយនៅក្នុងវីដេអូផងម្ដេចវិញទៅពេលព្រឹកពេលថ្ងៃពេលល្ងាចពេលយប់រហូតតគេបិទកន្លែងថ្ងៃខ្លះចឹងហើយមានអារម្មណ៍ថាពិតជាសប្បាយចិត្តពិតជាបានឱកាសបំពេញបុណ្យជាច្រើនចឹងថាបើសិនជាមានពេលម្ដេចចង់ទៅនៅនឹងចង់ទៅនឹងទៀតទេបងប្អូនពីព្រោះនៅកន្លែងនឹងហើយគឺជាសេចក្តីសុខពិតប្រាកដសម្រាប់ម្ដេចមួយគ្រួសារម្ដេចបានរៀបចំបូជាផ្កាមួយចំនួនក៏ដូចជាបានបូជាព្រះធម៌ជាពិសេសគឺបានការសម្ដែងព្រះធម៌ពីលោកឪណារិនលោកឪបានសម្ដែងព្រះធម៌ដល់បងក៏ដូចជាក្រុមគ្រួសារម្ដេចបានស្ដាប់ក៏ដូចជាបានយល់ពីប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធទៅដល់ពុទ្ធកាយាម្ដេចក៏បានទៅស្នាក់នៅទីស្នាក់ការពុទ្ធិកសមាគមព្រះសង្ឃខ្មែរអន្តរជាតិនៅខាងប្រទេសឥណ្ឌាបងប្អូនក្នុងឱកាសនេះខ្ញុំប្រកាសណានេះខ្ញុំក៏សូមអរព្រគុណដល់ព្រះអង្គម្ចាស់សុធាវីហើយក៏សូមអរគុណដល់បងសេដ្ឋីជាមួយនឹងក្រុមការងាររបស់គាត់ដែលបានជួយដឹកនាំក្នុងការធ្វើដំណើរទៅថ្វាយបង្គំទីកន្លែងព្រះសម្មាសម្ពុទ្ធជាច្រើនកន្លែងទៀតតែក្នុងវីដេអូនេះគឺម្ដេចបានបង្ហាញជូនបងប្អូនដល់គ្នាប៉ុណ្នេះសិននៅក្នុងវីដេអូក្រោយៗម្ដេចនឹងបង្ហាញប្រាប់ថាម្ដេចទៅដល់កន្លែងណាខ្លះទៀតណាបងប្អូនដល់គ្នាចុះវីដេអូម្ដេចមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាជួបម្ដេចនៅក្នុងវីដេអូក្រោយទៀត